អសួស្តីបងប្អូនអរគ្នានេះគឺជាទូរស័ព្ទ Vivo Y19S បងប្អូនណាទូរស័ព្ទនេះគឺវាមានរូបរាងបែបហ្នឹងបងប្អូនម៉ាស៊ីនវានេះខ្ញុំមិនដោះហើយអញ្ចឹងម៉ាស៊ីនបែបនេះអូខេអញ្ចឹងទូរស័ព្ទនេះវាមានបញ្ហាអីឥឡូវយើងទូរស័ព្ទនេះបើកចេញធម្មតាទេឥឡូវយើងដោតខ្សែសាកចូលណាវាមានបញ្ហាសាកថ្មអញ្ចឹងយើងដោតចូលទៅយើងចាំមើលទាំងអស់គ្នាអូខេឥឡូវយើងឃើញហើយនេះឃើញទេនេះបាទនេះអញ្ចឹងអាទូរស័ព្ទប្រភេទ Vivo Y19S ឬក៏ប្រភេទ Vivo ណាមួយក៏ដោយកាលណាវាចេញបែបនេះគឺវាមានបញ្ហាច្រើនណាបញ្ហាទី1គឺបញ្ហាថ្មក៏វាចឹងដែរបញ្ហាទី2គឺបញ្ហាទៅលើគូតសាកណាបញ្ហាទៅលើគូតសាកបញ្ហាទី3គឺបញ្ហាតាក់ទងនឹងខ្សែ USB ណាបញ្ហាទី3គឺពាក់ព័ន្ធមួយខ្សែនេះខ្សែនេះខ្សែ USB ចេញពីនឹងទៅអញ្ចឹងទី1វាអាចពាក់ព័ន្ធមួយថ្មទី2វាអាចពាក់ព័ន្ធជាមួយនឹងគូតសាកទី3វាអាចពាក់ព័ន្ធមួយខ្សែណាឥឡូវជាបឋមយើងមើលគូតសាកសិនណាយើងដាក់ថ្មចូលវិញហើយយើងមានថ្មដូរទេឥឡូវយើងមើលគូតសាកសិនណាអញ្ចឹងយើងតេស្តជាមួយគូតសាកនេះសិនណាបងប្អូនណាអូខេនេះអានេះយើងតេស្តមកនឹងសិនឥឡូវយើងដោតខ្សែសាកម្ដងទៀតកាត់មកសិនអូខេអញ្ចឹងយើងដោតគូតសាកម្ដងទៀតហើយយើងមើលទាំងអស់គ្នាតើវាយ៉ាងម៉េចដែរចាំមើលណាយើងមើល3ចំណុចនឹងសិនមុននឹងយើងឈានទៅចូលមើលការម៉ាស៊ីនប្រភេទ Vivo វាប្រភេទទូរស័ព្ទដែលទទួលរងបញ្ហានឹងបងប្អូនឃើញទេនេះវាចេញចឹងដដែលអញ្ចឹងយើងជាបឋមយើងត្រូវដូរនេះសិនយើងតេស្តអានឹងសិនភាសាយើងមានថ្មីអញ្ចឹងណានេះយើងតេស្តវាមកនេះសិនអញ្ចឹងយើងដោះនេះសិនមកបងប្អូនណាដោះប្រយ័ត្នប្រយែងតិចទៅយើងដោះនេះសិនមកណាយើងចំណាំវាយើងដាក់នេះចេញហើយយើងដូរមកនេះវិញដូរគូសាកនេះវិញមកអូខេទុកនេះទៅដល់ទៅហើយយើងសាកដោតវាមួយសារទៀតណាបងប្អូនណាមើលវាចាំមើលវាមានបដកម្មអីដែរចាំមើលអូខេវាបញ្ហាគូតសាកអូខេអញ្ចឹងអត់មានបញ្ហាអីទេបងប្អូនណាវានៅសាកបានធម្មតាអញ្ចឹងវាបញ្ហាគឺមកពីនេះមកពីនេះអញ្ចឹងបញ្ហារបស់វាគឺបញ្ហាមកពីគូតសាកនឹងឯងអញ្ចឹងគូតសាកយើងដូរបានហើយមានអីទៀតហើយអញ្ចឹងវាមកពីនេះអានេះខូចហើយនេះគឺ good នេះមកពីនេះអានឹងគឺខូចអូខេ
ចឹងវាមកពីគូសាក់នឹងឯងចឹងយើងឃើញហើយថាវាមកជាក់ដាច់បើសិនជាអ្នកដើរទេយើងតេស្តជាមួយដូរសាកថ្មអញ្ចឹងណាតែគេថាឥឡូវវាដើរហើយយើងបាច់ខ្វល់ទេវាឡើងធម្មតាហើយចឹងអូខេអរគុណច្រើនបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះបាយបាយ